គ្នា Hello ฉันก็เล่นความเอียน Hello អ្នកកូនហូបគេងបងបងអូនទាំងអស់គ្នា Hello
ចាំតិចណាសម្រាប់បងទាំងអស់គ្នាព្រោះខ្ញុំមានពេល live តែប្រហែល20 នាទីទេខ្ញុំមានពេល live តែប្រហែល20 នាទីណាបងទាំងអស់គ្នាប៉ុន្តែគាត់ថាមានរូបមន្តសប្បាយស្អាតចង់ណែនាំទាំងអស់គ្នាបានស្គាល់ណាសម្រាប់បងជេទាំងអស់គ្នាណាដែលថាចង់បានស្បែកសភ្លឺណាអ្នកទាំងអស់គ្នារបៀបស្បែកយើងសភ្លឺចែកណាសភ្លឺបែបមើលទៅភ្លឺចាំងភ្លឺបែបមានស្បែកមួយដែលមានសុខភាពល្អណាបងដែលចង់បានស្បែកសបែបហ្នឹងគឺបងអាចប្រើជាមួយនឹងបុរាណស្ក្រាប់យើងបានណាបងទាំងអស់គ្នាជាប្រភេទបុរាណស្ក្រាប់ដែលជំនួយដល់ស្បែកយើងមែនតើសម្រាប់បងដែលថាមានស្បែកស្ងួតស្បែកមិនភ្លឺស្បែកអត់ថ្លាស្បែកមានស្បែកអាចរយហ្នឹងហើយអ្នកទាំងអស់គ្នាបងទាំងអស់គ្នាអាចសាកប្រើជាមួយបុរាណស្ក្រាប់នេះបានណាព្រោះថាវាជួយពេលដែលបងប្រើទៅវាជួយឲ្យបងទាំងអស់គ្នាមានស្បែកមួយដូចខ្ញុំប្រាប់ចឹងគឺមានស្បែកមួយដែលថាភ្លឺថ្លាស្បែកមានសំណើមស្បែកយើងមើលទៅលក្ខណៈថាតុនអត់ស្ងួតនេះហើយយើងលាបឡេទៅគឺចូលសាហាវមែនតើលាបឡេទៅគឺចូលស្បែកយើងអស់ហ្មងណាអ្នកដែលចង់បានស្បែកសដែលមានសុខភាពល្អកុំភ្លេចសាកប្រើជាមួយបុរាណស្ក្រាប់ទាំងអស់គ្នាណាហើយសម្រាប់បុរាណស្ក្រាប់នេះអ្នកដែលបងដែលថាតសៃខ្ចីឬក៏បងដែលថាកំពុងតពោពោះនិងសម្រាប់បងទាំងអស់គ្នាដែលមានបញ្ហាស្បែកមុខគឺប្រើបានទាំងអស់ណាប្រើបានទាំងអស់ដូចខ្ញុំបញ្ជាក់រាល់ដងអញ្ចឹងណាសម្រាប់បងដែលថាគាត់កំពុងតតងន់កូនដំបងឬក៏កូនទី2កូនទី3ក៏ដោយបងទាំងអស់គ្នាចង់បំបត្តិសង្វាឬក៏ការពារមិនឲ្យក្បាលពោះយើងបែកស្រាច្រើនជាងមុនបងទាំងអស់គ្នាប្រើជាមួយបុរាណស្ក្រាប់បានណាព្រោះថាវាជួយផ្ដល់សំណើមដល់ស្បែកក្បាលពោះ Hello ចាបង Hello សួស្តីអញ្ចឹងសម្រាប់អ្នកដែលសម្រាប់ចេទាំងអស់គ្នាឬអូនទាំងអស់គ្នាដែលកំពុងតតងន់កំពុងតពោពោះកូនធម្មតាតែយើងមានកូនគឺក្បាលពោះយើងរីកធំហើយអញ្ចឹងវាធ្វើឲ្យស្បែកក្បាលពោះយើងឆាប់បែកស្វាបើកាលណាស្បែកក្បាលពោះយើងស្ងួតអ្នកទាំងអស់គ្នាហើយពេលដែលយើងតងន់គឺគេអត់ឲ្យយើងលាបឡេត្រូវទេមិនគេមិនឲ្យយើងលាបឡេអីទាំងអស់អញ្ចឹងអ្នកទាំងអស់គ្នាអាចយកបុរាណស្ក្រាប់នេះយកទៅស្ក្រាប់នៅលើខ្លួនលើក្បាលពោះយើងបានព្រោះថាវាជួយផ្ដល់សំណើមដល់ស្បែកក្បាលពោះអញ្ចឹងវាអត់ធ្វើឲ្យបងបែកស្វាទេណាសម្រាប់អ្នកដែលកំពុងតែអាចនិយាយបានថាសម្រាកូនហើយណាកសៃខ្ចីណាបងទាំងអស់គ្នាធ្លាប់ឃើញចាស់គាត់តែងឲ្យយើងឆ្ពង់បល័យល្មៀតអំបិលអីលាចូលគ្នាអីចឹងឯងដើម្បីឲ្យស្បែកយើងចាំដើម្បីឲ្យស្បែកយើងភ្លឺដើម្បីស្បែកយើងថ្លាអញ្ចឹងបងទាំងអស់គ្នាអាចយកបុរាណស្ក្រាប់យកទៅស្ក្រាប់បានណាព្រោះថាវាជួយដូចយើងឆ្ពង់អញ្ចឹងណាអ្នកទាំងអស់គ្នាគ្រាន់តែយកទៅស្ក្រាប់នៅលើខ្លួនពេលងូតទឹកណាបងស្ក្រាប់ឲ្យស្បែកបងទាំងអស់គ្នាឡើងតុនភ្លឺថ្លាម៉ត់រលោងខ្ញុំបញ្ជាក់ជូនណាអញ្ចឹងប្រើអត់ប្រកាន់ទេអត់ប្រកាន់ថាប្រើបានតែខ្លួនប្រើបានតែមនុស្សធម្មតាអញ្ចឹងអ្នកអត់ធម្មតាក៏ប្រើបានដែរណាសម្រាប់អ្នកដែលតងន់អ្នកសរសៃខ្ចីគឺប្រើបានទាំងអស់ហើយមួយទៀតសម្រាប់ស្បែកមុខបងទាំងអស់គ្នាអាចយកទៅប្រើបានដូចគ្នាណាអ្នកដែលមានបញ្ហាមុខខ្មៅមុខស្អាប់មុខមុនមុខរោលឬក៏បងដែលថាអត់ដែលប្រើផលិតផលអីឬក៏ផ្ដាច់ផលិតផលណាប៉ុន្តែស្បែកមុខឡើងខ្មៅឡើងរោលឡើងមុនបងទាំងអស់គ្នាមិនបាច់ភ័យទេយកស្ក្រាប់នេះយកទៅស្ក្រាប់នៅលើមុខណាមួយសប្តាហ៍2ឬក៏3ដងធ្វើឲ្យស្បែកមុខបងទាំងអស់គ្នាភ្លឺថ្លាមិនបាច់លាបឡេមិនបាច់លាបម្សៅពេលយប់ឡេពេលយប់អស់លុយទេបងទាំងអស់គ្នាព្រោះថាមុខខ្ញុំរាល់ថ្ងៃគឺខ្ញុំអត់ដែលលាបឡេពេលយប់ទេខ្ញុំបញ្ជាក់មែនខ្ញុំនិយាយការពិតខ្ញុំអត់ដែលលាបឡេពេលយប់ទេរាល់ថ្ងៃដោះតែមុខហើយគឺគេញ៉ៃព្រលឹមឡើងលាបតែឡេការពារកម្ដៅថ្ងៃតែបន្តិចទេណាក្រៅពីហ្នឹងគឺខ្ញុំអត់មានប្រើជាតិម្សៅជាតិឡេអីដែលបកកាត់ដល់ស្បែកដែលជួយស្បែកសគឺខ្ញុំអត់ប្រើទេខ្ញុំប្រើតែបុរាណស្ក្រាប់នេះទេណាអញ្ចឹងបងប្រើបានទាំងផ្ទៃមុខប្រើបានទាំងដងខ្លួននិយាយទៅប្រើពីមុខរហូតដល់ចុងជើងណាបងទាំងអស់គ្នាណាហើយសម្រាប់បុរាណស្ក្រាប់ខ្ញុំបញ្ជាក់ណាគឺលាយជាមួយតែបល័យល្មៀតប្រេងរុក្ខជាតិ18មុខហើយនឹងទឹកឃ្មុំហើយសម្រាប់ទឹកឃ្មុំគឺខ្ញុំបញ្ជាក់ដដែលដូចខ្ញុំឡាយមុនអញ្ចឹងខ្ញុំអត់ចង់ឲ្យបងទាំងអស់គ្នាយល់ច្រឡំព្រោះថាស្ក្រាប់នេះគឺផ្សំចេញពីទឹកឃ្មុំព្រៃអញ្ចឹងខ្ញុំបញ្ជាក់ឲ្យថាទឹកឃ្មុំព្រៃគឺវាអត់ដូចទឹកឃ្មុំចាំទេទឹកឃ្មុំព្រៃមិនថាគុណភាពមិនថារសជាតិគឺល្អជាងទឹកឃ្មុំចាំណាល្អជាងទឹកឃ្
ខ្មុំដែលគេចិញ្ចឹមណាព្រោះថាទឹកខ្មុំចិញ្ចឹមគឺមិនមែនពូជខ្មុំប្រៃទេអ្នកទាំងអស់គ្នាចាគឺទឹកខ្មុំចិញ្ចឹមគឺខ្មុំដែលគេយកពីស្រុកគេមកទេណាតែអានេះគឺទឹកខ្មុំប្រៃសុទ្ធណាអញ្ចឹងស្បែកអ្នកទាំងអស់គ្នាគឺកាន់តែភ្លឺកាន់តែមានសំណើមហើយស្បែកយើងចាំណាសម្រាប់ស្បែកដែលប្រើបុរាណស្រាប់គឺខ្ញុំបញ្ជាក់ចឹងមិនស្ដើងមិនស្ងួតណាអត់មានស្នាមអាចរុយអត់មានស្នាមអុចខ្មៅលើស្បែកទេគឺសលក្ខណៈអញ្ចឹងសលក្ខណៈថាមើលទៅស្បែកយើងក្រាស់ណាបងស្បែកយើងក្រាស់មានសំណើមស្បែកយើងរាងសាច់ពណ៌លឿងសភ្លឺប៉ុន្តែរាងលឿងមិនមែនសបែបស្ងួតសបែបស្លេកសបែបលក្ខណៈថាមើលទៅគឺអាគេហៅដូចខ្មៅឆៅអីចឹងណាអត់ទេគឺសបែបហ្នឹងអ្នកទាំងអស់គ្នាអញ្ចឹងអ្នកដែលស្រឡាញ់ស្បែកបែបធម្មជាតិស្បែកដែលថាមើលទៅសបែបមានសុខភាពសម្រាប់ស្បែកដែលអត់ងាយថាប្រតិកម្មដូចថាយើងប្រើលេអីទៅវាអត់ងាយប្រតិកម្មណាឬcònទៅពេលអ្នកទាំងអស់គ្នាស្ប៉ាស្បែកឬក៏ខាត់ស្បែកមានការលំអស់រលអីគឺអត់ទេប្រើជាមួយបុរាណស្ក្រាប់ទៅមួយអាទិត្យ2ដងឬក៏3ដងទៅតាមពេលវេលាដែលយើងមានណាខ្ញុំបញ្ជាក់ចឹងណាខ្ញុំបញ្ជាក់ជូនបងទាំងអស់គ្នាចឹងហើយសម្រាប់បងដែលចង់ចូលជាតំណាងចាយបងចំណាយដើមទុន$25ណាបងណាចំណាយដើមទុន$25បងយកទៅលក់បង្កើតចំណូលទាំងអស់គ្នាណាបងយកទៅលក់បង្កើតចំណូលទាំងអស់គ្នា$25សម្រាប់បងដែលគិតថាចង់បានប្រាក់ចំណូលចង់មានប្រាក់ចំណូលប្រចាំខែចង់មានមុខរបរចង់មានជំនាញចង់បានចំណេះដឹងពីការលក់ណាចង់បានអាជីពផ្ទាល់ខ្លួនដែលយើងអត់ចាំបាច់ពឹងគ្រួសារដែលយើងអត់ចាំពឹងប្តីដែលយើងអត់ចាំពឹងប៉ាម៉ាក់គឺយើងចង់បានប្រាក់ចំណូលសម្រាប់ខ្លួនឯងបងទាំងអស់គ្នាអាចចូលជាតំណាងបានចំណាយដើមទុន$25ខ្ញុំ free ការបង្រៀនដល់បងទាំងអស់គ្នាហើយខ្ញុំធានាក្នុងការលក់ទៀត3ខែលក់អត់ដាច់ខ្ញុំធានាតែចូលស្តុកអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចង់រកស៊ីប៉ិតប្រកបចង់មានអាជីពផ្ទាល់ខ្លួនសម្រាប់ខ្លួនឯងបងទាំងអស់គ្នាអាចចូលបានហើយជាមួយបុរាណស្ក្រាប់ណាមានប្រាក់រង្វាន់$100ដល់$100ក្នុងការុបកំប៉ុងមានការបូកសន្សំបន្ទុកចាប់ពី1បន្ទុកដល់300បន្ទុកបងបានមាន5ហុនណាគឺយកលុយមកបង្កើតលុយទាំងអស់គ្នាអត់មានខាតបងទេណាជាមួយបុរាណស្រាប់គឺខ្ញុំបញ្ជាក់ចឹងបងយកលុយមកបង្កើតលុយទាំងអស់គ្នាណាអញ្ចឹងពេលបងលក់បងបានជំនាញបានចំណូលបានចំណេះដឹងបានទាំងស្បែកស្អាតទៀតណាបងរកអីគេ$25អត់ច្រើនទេហើយសម្រាប់ដូចខ្ញុំបញ្ជាក់ដដែលថា$25បងយកទៅលក់3ខែលក់អត់ដាច់ខ្ញុំតែងចូលស្តុកឲ្យតែបងចូលមកស្ដាប់រៀនពីវិធីសាស្ត្រដែលខ្ញុំប្រាប់ហើយបងយកទៅធ្វើអនុវត្តណាបងមិនបាច់ភ័យថាខ្លួនឯងត្រូវយកលុយមកកប់ដើមយកអីវ៉ាន់ទៅកប់ស្តុកគឺអត់ទេណាបើបងធ្វើបានមានតែប្រាក់ចំណូលចូលកប៉ាល់ខ្ញុំបញ្ជាក់ប៉ុណ្ណឹងណាខ្ញុំបញ្ជាក់តែប៉ុណ្ណឹងឯងបងទាំងអស់គ្នាណាជាមួយបុរាណស្រាប់នេះណាចែអូនទាំងអស់គ្នាចង់បានប្រាក់ចំណូលបន្ថែមអ្នកទាំងអស់គ្នាលក់ចោះអត់ខុសបំណងទេហើយសម្រាប់គុណភាពគឺខ្ញុំហ៊ានធានាថាដើម្បីឲ្យអ្នកទាំងអស់គ្នាគឺទោសសាហាវមិនថាគុណភាពមិនថាទីផ្សារគឺមានឲ្យអ្នកទាំងអស់គ្នាគ្រប់យ៉ាងណាមានឲ្យបងទាំងអស់គ្នាគ្រប់យ៉ាងណាមានឲ្យបងទាំងអស់គ្នាគ្រប់យ៉ាងជាមួយនឹងការលក់ជាមួយផលិតផលដែលខ្ញុំលក់ផ្ទាល់ណាបើកតុននិយាយទៅតុនតិចបំផុតតែមានជំនឿចិត្តខ្ញុំបញ្ជាក់អ្នកដែលចង់មករកស៊ីជាមួយខ្ញុំសូមឲ្យមានជំនឿចិត្តមានគោលដៅថាខ្លួនឯងចង់បានអីលក់ដើម្បីអីធ្វើវាដើម្បីអីណាមិនមែនចូលមកដើម្បីថាអញចេះតែធ្វើទៅធ្វើឲ្យតែបានគេចេះតែលក់ទៅតើបាត់បំបត្តិការអបសុកអត់ទេខ្ញុំសុំថាបើចូលមកចង់ឲ្យយកក្តីស្រឡាញ់ទំនុកចិត្តភាពជឿជាក់មកជាមួយណាតុន25អាចនិយាយបានថាតុន100000រៀលចោះវាតិចណាស់សម្រាប់អ្នកដែលមានជំនឿចិត្តថាខ្លួនឯងចង់ធ្វើវាហើយវាតិចណាស់សម្រាប់អ្នកដែលគិតថាចាប់ឱកាសសម្រាប់ការរកស៊ីណាចាប់ឱកាសសម្រាប់ការរកស៊ីគឺវាតិចណាស់បងទាំងអស់គ្នាដើមទុនប៉ុណ្ណឹងតែសំខាន់ជំនឿចិត្តការតាំងចិត្តការព្យាយាមរបស់យើងថាយើងចង់ធ្វើឲ្យបានជោគជ័យដូចគេអត់យើងចង់លក់បានចំណូលចូលដូចគេអត់យើងចង់មានប្រាក់ចំណូលសម្រាប់ខ្លួនឯងចង់មានមុខរបរមួយសម្រាប់ខ្លួនឯងអត់ណាអ្នកទាំងអស់គ្នាអានឹងជាចំណុចដែលយើងត្រូវគិតមុនអាដើមទុនយើងនឹងទៀតណាមានដើមទុនវាជាចំណុចដែលសំខាន់ហើយប៉ុន្តែសំខាន់នៅក្នុងការរកស៊ីក្នុងការលក់គឺជំនឿចិត្តអ្នកទាំងអស់គ្នាចាគឺជំនឿចិត្តហើយការលក់អនឡាញគឺស្រួលលើសពីការលក់មុខរបររកស៊ីតាមតូបតាមហាងតាមអាជីវកម្មអីទៀតអ្នកទាំងអស់គ្នាស្រួលថងណាដឹងហ៎ស្រួលថងថា
vô ta chùm nửa chất đi vô ta chùm nửa chất cái đây xà lánh cái đây xà máy hay tôn để vô mặt đặt cửa miền Việt thạc hạt bong này ta ca na nè tầng ngọc niêm miên cá tôi nhung vậy miên chùm nửa chất hay là cái đây xà máy nhé nè tầng ngọc này ọt hạt bong đi rosi tam tô tam hang này pe class rosi tam tô tam hang á rô ọt miên nhiều cứ dân thở hạt thay tô hạt thay hang thay tật thay lơn cứ mở sệt tai lu online nè tầng ngọc niêm miên Việt thạc hạt bong này nhung xông phải chẹt ta đài nè bong nhưng vậy ta đã thà ọt hạt tê ơi ta bong vô cái đây xà lạnh mau chùm mũi can luộc nè riêng à vậy để dân ọt chè nè công vô lại mũi tha bong ọt chè bong ọt đai bong ọt hiền bong khai hai ấy bạn dân thở khai kê thơ ban dân thơ bàn nè kê thơ ban nè khai kê chốt chơi đo na đo này hòn kê nơi ta thơ cả thay cho dân hai ấy dân thơ bạn dân thơ ban dân thơ tăng cho ta thơ bàn còn tá cho là vậy để dân thơ dân miền chùm nửa chất há dân miền dân trăng miền đó mới tha sờ lánh bên chất nào vậy để dân cặp bông ta tua bàn cùng nẹt khác cứ quạt miền đó mới tha trẻ ta qua na quạt trong luộc cứ quạt sờ máy ta khơi nẹt để cái chột chơi khẳng trắng với thôi quạt bạc特chất rồi quạt vô đó môi bắt đầu cái tha anh thổi bàn đôi kề mà nước dơ miền cầm nật pi smart nía này tao ngọc nía ti muối cất tha chột cháy tay muối tiết cứ cất tha quả chay mỏng chắc mà nhom tay vậy than đẹp để cho mà lụa công sớm máy thống phi lơ phi sớm mặt tập hiệp công khơi cây chốt chay kháng cất tha thơ từ thôi ba đôi kề bàn tay cất tha kê thơ bạc nè hai em bằng cây chiên đau trong nội nặng chắc dân thơ đăng hai cây thơ bạc nè kê riêng bạc nè kê sạc cam một hiệp kê bạc nè ok cây chốt chay để sai ấy kê vào cây không can vậy ok cây chốt chay để sai ấy kê vào cây không can bọt xài ok cây chốt chay để sai ấy cặp bạc kệ giá tật một hoặc kế ru ria đẹp đẹp chẳng ăn đâu ngay ao quay để dương trơ riêng bị kề dương trơ riêng bị kề nó này tao ngọc này trơ riêng bị kề pe để dương riêng bị kề dương đang ha ô cái thợ bài này chẳng ăn đâu ngay chia chuyện nói để dương thợ đăng bị cá lụa nè cùng nơi dọa rõ môi phay khai cùng nơi dọa rõ môi thang phở ẩn ban phở ẩn cao đào ẩn đo ẩn đôi kề no không cần bài nằng nè miền là chip na là chứ là chip on là như nhung vậy nên nhung vậy trăng nhung vậy một lần mà đang nè ngọc này pe khai nhung ba rosi nhưng mà ban lôi trồ này bàn tay nhung lu online cứ nhung ban phải cho nổi trồ nè nên nhung vậy mền chắc ban nhung trong ở nè ngọc này cứ tham can lu online vì là ơi từ dựng thôi off chất thôi office mà tập hiệp admin miền Việt tha khát bong ấy nhưng mà toàn hiên vậy tha Việt tha chọc chơi phụ ấy nhưng mà việc toàn chọc chơi bàn tay khoan ta nhung trong vậy phép thaเอาไว้เดี๋ยวยมเท้อคือยมตัวบ้านละตะพอให้เอาไว้เดี๋ยวยมเท้อยมตัวบ้านแผลจะโนมันตรำตาเยอะตัวบ้านประจำโนเลยเยอะบ้านแตงจำได้ดังมีการรั่วเยอะสกอปีมนุษย์ตู้เตอบ้านชราหนักติดเชี่ยวเนี่ยต่างๆนี่เนี่ยเยอะเฮียนต้องการใหญ่แต่การเนี่ยดัดไตหัวแท้โดยยมใหญ่ยังการรั่วออนไลน์เป็นตระการเตรียมเตียยังเจไลท์เจนี่ใหญ่ยังเนี่ยคลาดพวกกอดอัดเซอร์เจนใหญ่เตะกอดคลาดเก๋chẳng phải để dân lụa dân ta tăng chặt thả ôm nhung ta được thớ không can lụa ta được chen vậy chơi lại chẳng ăn đang ngay để coi dân chla chân món kha hang chân món và cái chân món răng mòn chân món nè chẳng sầm rạp nhóm bơ xua tha sầm rạp nhóm can lụa mày đá nhung sờ lại nhung quanh chật không can phở anh vậy ban tha chip ấy một là bò chip ấy bò ọt lụa cửa đang ha lên từ sạp đầm bầy ấy nè bong bong bà nhung ọt lụa cái nhưng mà đang ha nhung ta lên từ sạp đầm bầy ấy nhung vậy mày của tha roa ngay cứ lụa cứ nơi đừng một món một là bó cứ nơi đừng một chùm niên cứ nơi đừng một ắt 300 tờ riến bong không mà đá dân riến đó là nè dân riêng là chip ấy cả đời nè dân riêng là chip ấy cả đời mình tha riêng chiêng ốt sọ nè mình tha riêng chiêng mật tô mình tha riêng chiêng lan mình tha riêng chiêng đê chip cam ấy cả đời cứ đặt tôn không ca riêng tiện đầm bay bán mau bọc cọp chip cam nằng thử ấy tai ca lu online bong riêng free nè bong riêng free ba mình nuôi đa chat mình nuôi đa bậc cái cứ quạt che xoay vô quạt che ăn nó quạt che sặc xá cứ quạt cơ bản nè chẳng admin ấy xua trên ca lu online nhỉ bong bong nè nhung bật che ai bị chạy tiền admin ấy xua trên ca lu online nhỉ ad bong fly top ad bong fly te nè ad đa ha plieng ad te nè tao ngọc này nè lu online cứ là không te thơ luôn sạch dân vậy pe tần để có dân like tới bởi pe dân là bố dân còn mơ con dân cả đam ba dân là thơ một hôm nè
វារឿងសាមញ្ញវារឿងធម្មតាសម្រាប់យើងគ្រាន់តែថាយើងធ្វើឲ្យពិតប្រកបគឺយើងឃើញលទ្ធផលណាយើងធ្វើឲ្យពិតប្រកបគឺយើងឃើញលទ្ធផលតែប៉ុណ្្នឹងទេអត់បំបែកអីអត់បំបែកអ្នកទាំងអស់គ្នាក៏វាអត់បំបែកអ្នកទាំងអស់គ្នាកុំគិតថាបំបែកក្នុងការធ្វើខ្លាំងកុំគិតថាធ្វើមិនបានទៅមិនរួចទេគេណាកុំគិតចឹងកុំគិតចឹងណាកុំគិតចឹងកុំគិតចឹងបើយើងគិតចឹងណាគឺយើងដើរអត់ដល់ទេយើងដើរអត់ដល់ចំណុចមួយដែលថាស្រឡាញ់ហេតុអីក៏មិនបានធ្វើស្រឡាញ់អត់ហ៊ានធ្វើគឺយើងធ្វើអត់កើតបណ្ដោយអញ្ចឹងកុំគិតចឹងណាកុំគិតចឹងបង Lai mà đâu cứ vậy tên là khoan chẳng được nhưng mà chẹp bo chẳng nè không khai không can lụa do lôi mà rồi xì tờ đập mơ nó chả nè hay bà lụa đai trong tên cho stock quên tiền hay sự tha nhôm một cắt chặt ha pe để nhôm dày tha pe để nhôm dày tha nhôm tên cho sốc với nhà ngõ kia bọc cắt chặt chưa rồi tha hiên tên mền ọt đưa cái che tên dày ở từ rồi bị mọt nè nhà ngõ kia sầm rạp KFC nhưng mặt đằng này tay sầm rạp nhóm nè nhóm tên gì ảo của tha nhôm miên cam bền can lụa đưa nhôm tay vậy từ đại tha cho mà thêm nhôm cái nhôm miên cam bền can lụa nhưng nay nó là cái pi chùm mệt để transfer nè admin vô mà ai này tao khi lụa tan tầm bơi chân tê admin vô này tao khi vô ấy bán tơ hai này tao khi vô tập tục lơ hăng tê nè vô ấy bán tơ cứ nhung vô tao lụa nè ai này tao khi vô tao lụa chăng miên ca bùng riền miên ca này nồm miên ca prep bắt đầu một đợt chịu bó bắt đầu một tệ nè tao khi vô khoản tao vô tao phơi quan ta snap cất tha ô quan thiệp ấy class dân tra thua ấy class nhé tập ban này
យកតែគិតហើយយកទៅធ្វើចោះ3ខែខ្ញុំຕົករយៈពេលឲ្យក្នុងការអភិវឌ្ឍសមត្ថភាព3ខែលក់អត់ដាច់អីធ្វើឲ្យលក់អត់ដាច់យកអីវ៉ាន់ឲ្យខ្ញុំវិញខ្ញុំផ្ញើលុយឲ្យវិញណាហេតុអីបើខ្ញុំហ៊ានធានាអញ្ចឹងទៀតព្រោះថាផលិតផលខ្ញុំប្រើអញ្ចឹងផលិតផលដែលខ្ញុំប្រើគឺខ្ញុំបានខ្ញុំលក់ហើយផលិតផលដែលខ្ញុំលក់គឺខ្ញុំតែងមានការបង្រៀនហើយផលិតផលដែលខ្ញុំបង្រៀនអ្នកទាំងអស់គ្នាសម្រាប់កូនធីមកូនតំណាងដែលធ្វើតាមកុំថាឡើយ3ខែអ្នកទាំងអស់គ្នាតាមមួយខែហ្នឹងអស់ស្តុករយអីវ៉ាន់ថ្មីអីនេះអស់ស្តុករយអីវ៉ាន់ថ្មីអីអាហ្នឹងគ្រាន់តែចំណុចខ្ញុំប្រាប់ណាហើយគឺថាធ្វើមិនបានលក់ដាច់រៀនស្ដាប់ធ្វើហើយអនុវត្តសកម្មភាពអីខ្លះអាជីពលក់អនឡាញផ្សព្វផ្សាយនៅលើទីផ្សារនៅលើបណ្ដាញសង្គម Facebook ណាអញ្ចឹងបានខ្ញុំបញ្ជាក់ថាលក់អនឡាញត្រូវដឹងតួនាទីខ្លួនឯងថាជាអ្នកលក់អនឡាញចង់លក់បែបអាជីពអីចង់លក់បានប្រាក់ចំណូលប្រចាំខែធ្វើខ្លួនឯងឲ្យស័ក្តិសមជាអ្នកលក់បែបដែលបានប្រាក់ចំណូលប្រចាំខែធ្វើជាអ្នកលក់មួយដែលឲ្យគេຕົកចិត្តបានថាយើងជាអ្នកលក់ដែលពិតប្រាកដជាអ្នកលក់ដែលច្បាស់លាស់ជាអ្នកលក់ដែលស្មោះត្រង់ណាអ្នកទាំងអស់គ្នាខ្ញុំប្រាប់អ្នកខ្លះចង់បានផលិតផលស្រឡាញ់ផលិតផលប៉ុន្តែមិនហ៊ានទិញអ្នកដែលលក់ផលិតផលហ្នឹងឯងណាគឺគាត់អត់ហ៊ានទិញទេអ្នកទាំងអស់គ្នាដឹងមូលហេតុអីហ៎មូលហេតុផលិតផលល្អហើយតែមូលហេតុយើងជាអ្នកលក់នេះគ្មានគុណតម្លៃគុណសម្បត្តិស័ក្តិសមជាអ្នកលក់ណាមិនថាការនិយាយស្ដីមិនថារបៀបនៃការណែនាំមិនថារបៀបនៃការផ្សព្វផ្សាយណាគឺគាត់អត់មានអ្វីដែលផ្ដល់ទំនុកចិត្តឲ្យភ្ញៀវណាអញ្ចឹងហើយអាហ្នឹងចំណុចហ្នឹងហើយទោះបីផលិតផលដែលល្អខ្លាំងដែលមានគុណភាពដែលខ្ញុំតែងនិយាយថាផលិតផលចង់ម៉ែអាប្រេនល្បីខ្លាំងប៉ុណ្ណាចង់ផលិតផលហ្នឹងធ្លាក់ពីលើមេឃណាក៏អ្នកទាំងអស់គ្នានៅតែលក់អត់ដាច់ដែរអញ្ចឹងបានខ្ញុំតែងនិយាយថាចូលមកគឺមានការបរៀនហើយបើចង់ចេះលក់បើចង់រៀនលក់អ្នកទាំងអស់គ្នាត្រូវតែស្ដាប់ហើយធ្វើហើយចេញសកម្មភាពក្នុងការធ្វើមិនមែនស្ដាប់ហើយយកទៅចោលស្ដាប់ហើយយកទៅហើយស្ដាប់ហើយអត់ខ្វល់ស្ដាប់ហើយអត់ធ្វើអ្នកទាំងអស់គ្នាចង់យកផលិតផលហ្នឹងទៅដាក់នៅលើកុងម៉ាហើយអុជធូបមួយថ្ងៃ10សរសៃក៏លក់នៅតែអត់ដាច់ដែរខ្ញុំបញ្ជាក់ណាខ្ញុំបញ្ជាក់ផងចំណុចហ្នឹងអញ្ចឹងហេតុអីបានខ្ញុំតែងនិយាយថាខ្ញុំផលិតផលខ្ញុំលក់ខ្ញុំហ៊ានធានាទិញចូលស្តុកណាអ្នកទាំងអស់គ្នាត្រូវដឹងថាសកម្មភាពជាអ្នកលក់បែបណាហើយការបរៀនបែបណាណាគាត់ខ្ញុំបញ្ជាក់ថា3ខែធ្វើចោះតុកសិតអាចនិយាយបានតុកសិតតុកពេលឲ្យអ្នកទាំងអស់គ្នាក្នុងការអភិវឌ្ឍសមត្ថភាពក្នុងការលក់កសាងខ្លួនឯងឲ្យធ្វើឲ្យមួយថាស័ក្តិសមជាអ្នកលក់ពិតប្រាកដអត់ណាបើសិនអ្នកទាំងអស់គ្នាធ្វើតាមលក់ដាច់ឲ្យអីវ៉ាន់ខ្ញុំវិញ100000អត់ច្រើនទេណាអត់ច្រើនទេអ្នកទាំងអស់គ្នាដូចຕົកឱកាសឲ្យអ្នកទាំងអស់គ្នារៀនផ្លាស់ប្ដូរខ្លួនឯងពីមនុស្សដែលអត់ចេះរកចំណូលឲ្យខ្លាចជាមនុស្សដែលចេះរកចំណូលពីមនុស្សដែលថាកូនជ្រាយហ្នឹងហើយឲ្យចេះរឹងមាំពីមនុស្សម្នាក់ដែលថាខ្លាចក្នុងការចាប់អាជីពមុខរបរអីមួយណាពេលខ្លះចង់អារ៉ូស៊ីបង្កើតអាជីវកម្មតខ្លួននៅផ្ទះឬក៏ទៅជួតូបជួហាងជួអីគេអត់មានសមត្ថភាពមិនមែនអត់លុយទេណាអត់មានសមត្ថភាពក្នុងការធ្វើអត់មានជំនឿចិត្តក្នុងការធ្វើថាធ្វើទៅលក់ដាច់អត់ធ្វើទៅបានលទ្ធផលអត់អញ្ចឹងអ្នកទាំងអស់គ្នាចាប់ផ្ដើមអាជីពអនឡាញសិនមកពង្រឹងសមត្ថភាពខ្លួនឯងសិនធ្វើខ្លួនឯងឲ្យរឹងមាំសិនណាអញ្ចឹងបានខ្ញុំតែនិយាយថាលក់អនឡាញមិនមែនជារឿងអត់ប្រយោជន៍ទេបើអ្នកទាំងអស់គ្នាចាប់ថាជាមុខរបរដែលល្អមុខរបរដែលអាជីពអ្នកទាំងអស់គ្នាប្រកាសជាមានចំណូលហើយអ្នកទាំងអស់គ្នាចង់ទៅរកស៊ីអីចង់ទៅលក់ដូរអីចង់ទៅធ្វើអីក៏អ្នកទាំងអស់គ្នាអាចនិយាយបានថាមិនមែនជាមនុស្សស្រីដែលប្រកែឥតខ្ចោះទេប៉ុន្តែអាចថាចូលចំណោមមនុស្សដែលប្រកែណារឹងមាំច្រើនក្នុងការហ៊ានសម្រេចចិត្តក្នុងការធ្វើអីខ្លួនឯងណាហើយជឿទៅមនុស្សស្រីយើងតែចេះរកស៊ីចេះរកចំណូលគឺមិនបាច់ចាំអ្នកណាមកប្រាប់ថាខ្លួនឯងប្រកែខ្លួនឯងរឹងមាំទេគឺខ្លួនឯងដឹងខ្លួនឯងមកណាតែចេះរកចំណូលចូលខ្លួនឯងគឺរឹងមាំហើយខ្ញុំជឿជាក់ថាចឹងហើយអ្នកលក់អនឡាញដែលលក់ថាកាត់ឆ្នាំដែលលក់ថាធ្វើបានកាត់ឆ្នាំណាអូយខ្ញុំកាន់តែមានអារម្មណ៍ថាខ្ញុំរំភើបមែនតើហើយខ្ញុំក៏មានអារម្មណ៍ថាមានមោទនភាពសម្រាប់ពួកគាត់ព្រោះថាគាត់មានភាពតស៊ូណាតស៊ូសម្រាប់ការរកស៊ីក្នុងការលក់អញ្ចឹងវាងាយស្រួលអញនិយាយថាងាយស្រួលហើយការលក់បើអ្នកទាំងអស់គ្នាឲ្យធ្វើឲ្យសុប
ធ្វើឲ្យសុបឲ្យគិតថាត្រូវតែធ្វើវិញអូយអ្នកទាំងអស់គ្នាសប្បាយចិត្តក្នុងការធ្វើដូចខ្ញុំរាល់ថ្ងៃអញ្ចឹងនិយាយត្រង់បើសិនជាខ្ញុំអត់លក់គឺខ្ញុំអត់ចេះនៅហ្មងខ្ញុំអត់ដឹងថាខ្ញុំត្រូវធ្វើអីខ្ញុំត្រូវលេង Facebook ដើម្បីអីណាហើយមួយថ្ងៃអាចនិយាយបានថាមួយថ្ងៃបើខ្ញុំអត់បានផុសប្រហែលជាខ្ញុំនៅអត់សុខទេខ្ញុំនិយាយមែនព្រោះថាសម្រាប់ខ្ញុំគឺវាជាមុខរបរទី2សម្រាប់ខ្ញុំហីណាវាជាអាជីពសម្រាប់ខ្ញុំហីបើកសាឡនប៉ុន្តែមុខរបរទី1តែមុខរបរទី2គឺខ្ញុំលក់អនឡាញអញ្ចឹងអាហ្នឹងជាអាជីពរបស់ខ្ញុំហីអញ្ចឹងតនេពីអ៊ុតសក់តនេពីធ្វើសាឡនគឺយើងអាចលក់ឲ្យបានណាអញ្ចឹងស្រីយើងទាំងអស់គ្នាធ្វើបានទាំងអស់គ្នាអ្នកដែលនៅផ្ទះអ្នកដែលមើលកូនធ្វើទៅហើយកុំនិយាយថាអត់មានពេលធ្វើតែបងរវល់អត់មានពេលចេះអូយបើនិយាយពីរវល់គ្មានអ្នកណាដែលតនេទេគឺរវល់គ្រប់តែគ្នាហ្នឹងណាបើអ្នកមានប្តីអ្នកមានកូនការងារផ្ទះរស់ស៊ីការងារផ្ទះមើលកូនដូចគ្នាណាបើអ្នករស់ស៊ីលក់ដូរធ្វើការរស់ស៊ីលក់ដូរដូចគ្នាអញ្ចឹងវាសិតតែរវល់គ្រប់តែគ្នាហ្នឹងគ្មានអ្នកណាតនេទេគាត់ថាបើយើងស្រឡាញ់យើងចង់មានមុខរបរសម្រាប់ខ្លួនឯងខ្ញុំនិយាយអញ្ចឹងចុះណាអ្នកទាំងអស់គ្នាប្រកាសជាអាចធ្វើបានហើយរៀបផែនការក្នុងការលក់ទៅបើឧទាហរណ៍ថាយើងអីគេយើងមេផ្ទះចោះយើងមានកូនចោះយើងត្រូវដឹងថាម៉ោងប្រហែលដែលយើងត្រូវរៀបចំការធ្វើណាម៉ោង9ម៉ោង8ដាំបាយធ្វើម្ហូបម៉ោង3ម៉ោង4ណាអញ្ចឹងយើងរៀបក្នុងការផុសយើងត្រូវផុសម៉ោងប្រហែលយើងទុកចន្លោះយើងក្នុងការផុសទៅហើយផុសការផុសមិនមែនឲ្យអ្នកនរគ្នាផុស24ម៉ោងទេចំណាយពេលកន្លះម៉ោងសម្រាប់ការផុសសម្រាប់ការធ្វើបើយើងតនេយើងឡាយទៅ30នាទី20នាទីតាមសមត្ថភាពដែលយើងធ្វើទៅបាន1ម៉ោងអីចឹងទៅបើសម្រាប់ខ្ញុំឡាយកំសួលគឺអស់ហើយ50នាទីឬទៅ1ម៉ោងពួកអីនិយាយអត់ចេញហ្មងវាមានអារម្មណ៍ថាវាឈឺកនិយាយអត់ចេញអញ្ចឹងអាហ្នឹងគឺដឹងខ្លួនឯងហ្មងឡាយបានអស់ហើយត្រឹម50នាទីឬ1ម៉ោងតែប៉ុណ្្នឹងឯងតែភាគច្រើន50នាទីអីហ្នឹងគឺអស់ហើយគាត់តែឡាយមិញអ្នកទាំងអស់គ្នានេះអាទឹកនេះមិនមែន1លីត្រកន្លះនេះខ្ញុំផឹកអស់ចូលអស់ពាក់កណ្ដាលហើយណាចឹងត្រង់ខ្ញុំបិទឡាយខ្ញុំប្រហែលផឹកអស់1ដបហ្នឹងហើយឲ្យទៅពេលឡាយគឺផឹកទឹកច្រើនហ្មងខ្ញុំនិយាយយ៉ាងខ្លះបដូរទម្លាប់ក្នុងការធ្វើបើសិនអ្នកទាំងអស់គ្នាមានកូនមានប្តីត្រូវដឹងថាការងារយើងធ្វើអីខ្លះអញ្ចឹងចន្លោះពេលយើងត្រូវធ្វើវាម៉ោងប្រហែលក្នុងការលក់កុំមករបៀបថាឆ្លាញ់អាជីពអនឡាញចូលលក់ភ្លាមឃើញគេលក់ដាច់គិតតែពីពើមួយថ្ងៃគិតតែពីផុសរហូតអាដល់ថ្នាក់អានេះខ្ញុំនិយាយត្រង់ការខ្ញុំពីមុនដែលខ្ញុំលក់អនឡាញដំបូងរបៀបថាយើងឃើញគេលក់ដាច់គេជោគជ័យអីចឹងចោះយើងចង់បានដូចគេហើយគេប្រាប់ថាអូនផុសច្រើនអញ្ចឹងមួយថ្ងៃគាត់ទៅពីផុសដេកទៅពីផុសហើយពេលខ្លះគឺលក្ខណៈថាអត់ចង់ធ្វើការងារអីទាំងអស់ណាតែពេលដែលយើងធ្វើអញ្ចឹងពេលអញ្ចឹងអ្នកទាំងអស់គ្នាតែកាលណាយើងលក់អត់ដាច់ព្រោះថាលក់អនឡាញនឹងស្រាប់ហើយវាមិនមែនទេបានយើងចេញបានរាល់ថ្ងៃទេបើចេញបានរាល់ថ្ងៃគឺខ្ញុំគិតថាល្អខ្លាំងប៉ុន្តែវាអត់បានរាល់ថ្ងៃទេទោះបីអ្នកទាំងអស់គ្នាកាត់ស្តុកអ្នកទាំងអស់គ្នាមានកូនតំណាងកំងម្ដង500ឬ1000ក៏ដោយក៏មិនមែនមានន័យថាអ្នកទាំងអស់គ្នាដាច់រាល់ថ្ងៃដែរថ្ងៃតែពេលដែលវ៉ាន់យើងចេញគឺចេញច្រើនហ្មងណាគឺចេញច្រើនទៅហ្មងចង់បញ្ជាក់អញ្ចឹងដំបូងគឺខ្ញុំចង់ខ្លាំងណាលក្ខណៈថាចង់ខ្លាំងណាដល់ពេលដែលយើងធ្វើអត់បានដោយអីដែលយើងត្រូវការយើងតាំងមានអារម្មណ៍ថាបាក់ទឹកចិត្តក្នុងការធ្វើអញ្ចឹងមកខ្ញុំនិយាយថាកុំចង់ខ្លាំងពេកកុំចង់ខ្លាំងពេកក្នុងការលក់ធ្វើទៅតាមសមត្ថភាពយើងហើយគោលដៅដាក់បានគោលដៅមិនមែនថាដាក់មិនបានទេសម័យធំបានតែត្រូវធ្វើពីទូចហើយធ្វើពីទូចហ្នឹងឲ្យល្អទៅយើងអត់ចេះត្រង់ណាយើងធ្វើត្រង់ហ្នឹងធ្វើរហូតដល់យើងខ្លាចជាទម្លាប់ក្នុងការធ្វើ
ទម្លាប់ក្នុងការធ្វើយូរយើងនឹងកើតជាជំនាញក្នុងការលក់ជំនាញក្នុងការនិយាយអញ្ចឹងទោះបីពេលខ្លះយើងធ្វើទៅយើងលក់អត់បានដាច់ក៏យើងអត់មានអារម្មណ៍ថាបាក់ទឹកចិត្តយើងអត់មានអារម្មណ៍ថាយើងបោះបង់ដែរព្រោះថាវាជាទម្លាប់អីទម្លាប់មួយថាបើអត់ធ្វើគឺនៅអត់សុខបើអត់លក់គឺមានអារម្មណ៍ថាអត់ប្រយោជន៍បើអត់លក់គឺមានអារម្មណ៍ថាតនេអត់ដឹងថាត្រូវធ្វើអីណាអញ្ចឹងធ្វើវាដំបងកុំតាន់គិតថាសម័យអាភាពជោគជ័យអីនោះដូចគេពេកកុំសម័យធំពេកដាក់ទៅធ្វើដូចយើងឡើងកម្មចដាទៅម្ដងមកកម្មទៅប៉ុន្តែត្រូវឲ្យដឹងថាកម្មចដានឹងអត់ពុកទេអ្នកនរគ្នាត្រូវដឹងអញ្ចឹងត្រូវដឹងថាកម្មចដានឹងអត់ពុកទេអញ្ចឹងយើងឡើងទៅដោយសុវត្ថិភាពយើងធ្វើឲ្យថ្នឹកធ្វើឲ្យត្រឡប់យូរដូចខ្ញុំនិយាយយើងធ្វើយូរឲ្យខ្លាយជាទម្លាប់ពេលដែលខ្លាយជាទម្លាប់យើងធ្វើអត់ចេះធន់ទេហើយយើងកាន់តែមានក្តីសុខក្នុងការធ្វើទៀតណាមានក្តីសុខមានក្តីសម័យមានក្តីស្រឡាញ់នៅក្នុងការលក់ក្នុងការរកស៊ីហ្នឹងណាអញ្ចឹងបញ្ហាការលក់អ្នកទាំងអស់គ្នាត្រូវតែដឹងថាវាមិនអាចដូចអីដែលយើងត្រូវការទេវាមិនអាចដូចទាំងស្រុងទេថ្ងៃខ្លះក៏ដាច់ថ្ងៃខ្លះក៏មិនដាច់គ្រាន់តែថាពេលខ្លះឆ្ងល់ហ៎ថាហេតុអីបានគេលក់បានស្តុករាប់ពាន់ប្រអប់ប៉ុន្តែត្រូវដឹងថាមិនមែនស្តុករាប់ពាន់ប្រអប់ហ្នឹងគេបានគេចេញបានរាល់ថ្ងៃទេតែពេលដែលគេចេញមកវគ្គគឺច្រើនហ្មងឧទាហរណ៍ថាគេមានកូនតំណាង 4-5 នាក់អញ្ចឹងក្នុងកូនតំណាងម្នាក់គេកាត់ស្តុកម្នាក់200 300 500អញ្ចឹងទៅអញ្ចឹងស្តុកមួយដែលគេចេញឧទាហរណ៍ថាមួយអាទិត្យគេចេញស្តុកបាន300ចុះគេចំណេញបាន$200អញ្ចឹងអាហ្នឹងគឺគេអត់យកចំណូលប្រចាំថ្ងៃទេចំណូលដែលគេលក់គឺគេត្រូវគិតជាប្រចាំខែអញ្ចឹងពេលដែលគេលក់ស្តុកអស់ហ្នឹងគេត្រូវដឹងថាក្នុងមួយខែគេបានចំណូលប្រមាណណាអាហ្នឹងរបៀបក្នុងការលក់ដែលយើងត្រូវគិតដឹងថាចំណូលខ្លួនឯងមិនមែនដឹងតែថាអូលក់ទៅបានចំណូលអ្នកទាំងអស់គ្នាដែលលឺអ្នកខ្លះ post ដែលខលចេញមកលក់អនឡាញទៅប្រាក់ចំណូលមួយថ្ងៃ$10 $20 50 100អីចឹងខ្ញុំលក់3ឆ្នាំ4ឆ្នាំហើយខ្ញុំពេលខ្លះខ្ញុំមិនបានចំណូលចូលស្អីគេមួយថ្ងៃដល់$100ផងបើសិនបានដល់$100ក៏ខ្ញុំកើតអ្នកមានមកទេអញ្ចឹងពេលខ្លះយើងមើលទៅកុំពេលខ្លះយើងកុំជឿគេពេកកុំជឿគេពេកណាអ្នកទាំងអស់គ្នាកុំជឿគេពេកនិយាយយើងមើលផងមុននឹងយើងជឿអ្នកលក់មួយខ្ញុំចង់និយាយថាចេះត្រូវជឿត្រូវមើលច្បាស់ថាអ្នកដែលយើងចង់រកស៊ីជាមួយហ្នឹងគេលក់របៀបណាគេច្បាស់លាស់អត់ហើយការផុសរបស់គេមិនដែរការនិយាយរបស់គេមិនដែរបើយើងរកស៊ីជាមួយគេអានេះខ្ញុំនិយាយចូលដល់វគ្គរើសផលិតផលហើយនឹងរើសមេធីមវិញអញ្ចឹងការលក់វាមិនមែនយើងដើរទៅតែឯងបានទេវាត្រូវទៀមទាអ្នកដែលនៅជុំវិញខ្លួនយើងណាមិនថាកូនតំណាងមិនថាកូនមេធីមយើងត្រូវដឹងថាផលិតផលវាល្អហើយផលិតផលល្អផលិតផលមានគុណភាពហើយប៉ុន្តែពេលខ្លះយើងត្រូវរើសមេធីមផងថាមេធីមហ្នឹងគាត់អាចជួយយើងបានខ្លះគាត់ជួយផ្ដល់យោបល់គាត់ជួយបរៀនយើងគាត់ជួយបញ្ចេញមតិយើងថាយើងខ្វះខាតផងណាប៉ុន្តែបើសិនជាមនុស្សដែលឆ្លាតមនុស្សដែលថាឆ្លាញ់ការលក់អនឡាញបែបអាជីពគឺមុននឹងគាត់លក់គាត់មិនមែនផ្ដោតទៅលើតែគុណភាពផលិតផលទេគាត់រើសមេធីមទៀតអ្នកទាំងអស់គ្នាណាតែបើអ្នកលក់ដែលគិតថាចេះតែលក់ទៅគឺចង់និយាយថាចេះគឺគាត់អត់រើសមេធីមទេគាត់រើសមេធីមមិនក៏គាត់ចេះយកដែរណាសំខាន់ឲ្យគាត់បានផលិតផលក្នុងដៃតែបើមនុស្សដែលឆ្លាតហើយគាត់ឆ្លាញ់ការលក់អនឡាញគាត់គិតថាគាត់ចង់លក់ជាអាជីពគឺខ្ញុំជឿថាគឺគាត់រើសមេធីមហើយគាត់រើសអ្នកដែលថាមើលទៅគឺគាត់អាចជួយជាក់បានគាត់អាចយកចំណេះជំនាញពីម្នាក់នឹងបានណាអញ្ចឹងអ្នកដែលថាចង់រកលក់គឺត្រូវតែមើលចំណុចហ្នឹងព្រោះខ្ញុំពេលខ្លះខ្ញុំឃើញច្រើនអ្នកខ្លះខុសជេរមេធីមខ្លួនឯងក៏មានដែរស្អប់មេធីមថាមេអញ្ចេះអីចឹងណាហ្នឹងហើយមានអ្នកទាំងអស់គ្នាហើយខ្ញុំលក់ផលិតផលអាចនិយាយបានខ្ញុំលក់4ឆ្នាំហើយអញ្ចឹងខ្ញុំលក់ brand ច្រើនខ្ញុំស្គាល់ចរិតលក្ខណៈមេធីមម្ចាស់ brand ច្រើនណាអញ្ចឹងឲ្យខ្ញុំដឹងថាចូលទៅលក់ផលិតផលមួយដែលអត់មានការបរៀនអត់មានការណែនាំដែលគេលក់យកតែលុយយើងណាវាមានអារម្មណ៍មិនវាមានអារម្មណ៍ថាឈឺចាប់អត់ប៉ុន្តែយើងអត់ចាំបាច់ទៅបន្ទោសគេយើងត្រូវបន្ទោសខ្លួនឯងថាមកពីសមត្ថភាពយើងអត់ដល់ដូចខ្ញុំចឹងបើសិនជាខ្ញុំអត់លក់ផលិតផលអីមួយ
ខ្ញុំអត់បន្ទោសថាផលិតផលគេអត់ល្អខ្ញុំអត់បន្ទោសថាផលិតផលគេមិនទេប៉ុន្តែខ្ញុំបន្ទោសខ្លួនឯងថាអូខេសមត្ថភាពយើងអត់ដល់ក្នុងការលក់ផលិតផលហ្នឹងឯងអញ្ចឹងយើងត្រូវទៅរកផលិតផលមួយនេះដែលយើងគិតថាសមត្ថភាពយើងជំនាញយើងច្បាស់នៅក្នុងផលិតផលហ្នឹងណាអាហ្នឹងចំណុចដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាផងហ្នឹងផឹកទឹកមួយសិនដំបូងខ្ញុំថាខ្ញុំ live 20នាទីណាឥឡូវឡើងប៉ុន្មាននាទី25នាទីហើយមួយទៀតខ្ញុំចង់និយាយនៅអារឿងអានេះកំណត់ខ្ញុំឯងបើអ្នកទាំងអស់គ្នាគិតថាត្រូវអ្នកទាំងអស់គ្នាយកទៅគិតទៅតែបើខ្ញុំនិយាយខុសអាហ្នឹងមិនបាច់យកទៅដាក់ក្នុងចិត្តទេហើយខ្ញុំសុំទោសហ្នឹងហើយមួយទៀតគឺអាលក្ខណៈថាអត់ចេះមើលពីផលិតផលទេថាផលិតផលហ្នឹងដើរទីផ្សារមិនដែរតម្លៃវាមិនដែរជាពិសេសសម័យកូវីដអ្នកទាំងអស់គ្នាដឹងហើយមើលយើងគ្មានលុយយើងមិនសូវមានលុយអញ្ចឹងទោះបីអ្នកទាំងអស់អាចនិយាយបានថាមនុស្សអត់សូវមានលុយអញ្ចឹងចង់អាផលិតផលអ្នកទាំងអស់គ្នាល្បីខ្លាំងមានគុណភាពល្អកម្រិតណាក៏ដោយក៏គេគ្មានសមត្ថភាពទិញដែរឬក៏បើគេមានសមត្ថភាពវាមានចំនួនតិចណាស់ដែលគេទិញយកទៅប្រើប្រាស់អញ្ចឹងពេលខ្លះអ្នកខ្លះក៏មករបៀបថាអានេះខ្ញុំនិយាយខ្ញុំផ្ទាល់ទេណាប៉ុន្តែបើអ្នកទាំងអស់គ្នាគិតថាខ្ញុំនិយាយខុសអានោះខ្ញុំសុំទោសតែបើថាគិតថាខ្ញុំនិយាយត្រូវអ្នកទាំងអស់គ្នាយកទៅគិតទៅលក្ខណៈថាងប់ងល់ខ្លាំងក្នុងការធ្វើណាពេលខ្លះអង្គផ្ទះយើងនេះអ្នកទាំងអស់គ្នាអង្គផ្ទះយើងឆ្នាំងផ្ទះយើងអត់មានដូចសម័យមុនអ្នកទាំងអស់គ្នាទៅខ្ចីអង្គគេចិត្តខាងអ្នកចិត្តខាងបានទេណាអត់ទេអញ្ចឹងអ្វីដែលយើងធ្វើឲ្យយើងបានប្រាក់ចំណូលយើងធ្វើវាទៅអ្វីដែលយើងគិតថាយើងនឹងទទួលបានលទ្ធផលពីវាណាគឺយើងធ្វើវាទៅមិនមែនមានន័យថាមិនអោយធ្វើអីដែលថាវាល្អទេអីគេដូចគេនិយាយថាអ្នកជោគជ័យស្អីគេតស៊ូអីឲ្យខ្លាំងឲ្យដល់កម្រិតវាអីចឹងណាពេលខ្លះខ្ញុំឃើញរូបភាពមួយគឺខ្ញុំមើលគឺខ្ញុំពេលខ្លះខ្ញុំភ្ញាក់ខ្លួនណាស្ទូចត្រីណាទាំងអស់គ្នាស្ទូចត្រីហ្នឹងហើយមានស្រះចឹងណាហ្នឹងហើយគេមានចដាលកន្លែងស្ទូចត្រីតែអ្នកដែលស្ទូចហ្នឹងទៅស្ទូចកន្លែងដែលអត់ត្រីព្រោះថាការតស៊ូព្យាយាមហ្នឹងវាបានលទ្ធផលអត់វាអត់បានទេយើងអត់បានត្រីញ៉ាំទេអញ្ចឹងយើងត្រូវបដូរទិសដៅសម្រាប់កន្លែងដែលមានត្រីដើម្បីយកត្រីហ្នឹងមកញ៉ាំអញ្ចឹងដូចគ្នាការលក់អនឡាញដូចគ្នាមិនត្រូវគិតថាអូផ្ដោតទៅលើអាហ្នឹងតែមួយមុខទេផ្ដោតបានបើយើងគិតថាផលិតផលហ្នឹងវាកំពុងតែធ្វើឲ្យយើងបានប្រាក់ចំណូលតែបើវាពិបាកក្នុងការរកប្រាក់ចំណូលអ្នកទាំងអស់គ្នាត្រូវដឹងថាត្រូវលក់ផលិតផលមួយណាដែលល្អសម្រាប់ខ្លួនឯងដែលទីផ្សារត្រូវការដែលមនុស្សគេត្រូវការច្រើនណាដែលគេមានសមត្ថភាពក្នុងការប្រើប្រាស់អាហ្នឹងចំណុចដែលខ្ញុំចង់និយាយអញ្ចឹងណាបងចំណុចដែលខ្ញុំចង់និយាយប្រាប់អ្នកទាំងអស់គ្នាផងហ្នឹងពេលខ្លះកុំងប់ងល់ក្នុងការធ្វើពេកកុំផ្ដោតពេកបើអ្នកទាំងអស់គ្នាផ្ដោតដោយអត់មានចំណេះចេះដឹងក្នុងការគិតក្នុងការធ្វើក៏អ្នកទាំងអស់គ្នាអត់ទទួលបានលទ្ធផលដែរហើយខ្ញុំនិយាយចឹងដូចខ្ញុំនិយាយពីដើមចឹងសម័យនេះអត់លុយគឺពិបាកហើយណាហើយសម្រាប់អ្នកដែលគេជោគជ័យអ្នកដែលគេអាចនិយាយបានថាគេជាម្ចាស់ brand ឬក៏គេអ្នកជោគជ័យចាស់គេនិយាយមកគឺអ្វីក៏ដោយគឺគេត្រូវហើយណាតែសម្រាប់យើងដែលជាអ្នករស់ស៊ីតូចតាចនេះអ្វីធ្វើអីក៏ដោយដែលយើងបានប្រាក់ចំណូលយើងត្រូវតែធ្វើវាអត់មានបានទៅគិតដល់ថ្នាក់គេអញ្ចឹងទេគឺយើងអត់អាចទេណាសម្រាប់កូនតំណាងខ្ញុំមិនដែលចូលមកទៀមទាឲ្យអ្នកណាមកលក់ថាអូនឯងត្រូវទៅលក់ផ្ដោតផលិតផលជាមួយខ្ញុំផ្ដោតថាត្រូវមករកស៊ីជាមួយខ្ញុំលក់ជាមួយខ្ញុំព្រោះអីអានេះខ្ញុំដឹងរឿងមួយកូនតំណាងខ្ញុំគាត់ថាគាត់លក់ brand មួយផលិតផលមួយ
គាត់ថាពេលដែលលក់ប្រេនហ្នឹងគឺគេហាមផ្ដាច់មិនឲ្យលក់ប្រេនផ្សេងទេគេអត់ឲ្យលក់ផលិតផលផ្សេងទេបើសិនជាលក់ផលិតផលផ្សេងគឺគេបិទក្នុងការលក់សម្រាប់ខ្ញុំអត់គិតចឹងទេខ្ញុំគិតថាបើគេពេញចិត្តការលក់ផលិតផលមួយណាឲ្យគេលក់ចោះតែឲ្យគេស្វែងយល់ថាតើផលិតផលមួយហ្នឹងជួយអីគេបានខ្លះហើយកម្រិតនៃការលក់គេហ្នឹងអាចស្ទុះបានកម្រិតណាហើយគេអាចទទួលបានប្រាក់ចំណូលងាយស្រួលជាងផលិតផលដែលគេត្រូវផ្ដោតនឹងអត់ណាហើយគេត្រូវដឹងថាទីផ្សារតម្រូវការអាមួយណាខ្លាំងជាងអញ្ចឹងអត់ឲ្យអ្នកណាចូលមកហើយថាអូអូនអូនឯងត្រូវតែលក់ទៅមួយមុខអូនឯងត្រូវតែផ្ដោតទៅមួយមុខអត់ទេណាអត់និយាយចំណុចហ្នឹងទេអ្នកឯងគិតថាអាណាល្អធ្វើទៅល្អយកទៅណាគិតថាផលិតផលណាល្អធ្វើទៅហើយបើគិតថាផលិតផលណាដែលល្អហើយផ្ដោតវាក្នុងការធ្វើទៅណាផ្ដោតវាក្នុងការធ្វើទៅតែអត់កំណត់ថាត្រូវមកលក់អានេះគឺអត់ទេធ្វើអញ្ចឹងគឺរបៀបថាដូចយើងបិទសិទ្ធគេក្នុងការធ្វើអញ្ចឹងបិទគំនិតបិទការរស់ស៊ីរបស់គេអញ្ចឹងហើយលទ្ធផលគឺអ្វីដែលយើងបាត់បង់គឺខ្លួនយើងមិនមែនគេគឺគេបើយើងធ្វើមេអញ្ចឹងគឺគេទៅចោលយើងឯងទោះបីផលិតផលអ្នកឯងល្អកំណត់ណាក៏គេអត់លក់ដែរគេមានអារម្មណ៍ថាគេរងសម្ពាធក្នុងការធ្វើខ្ញុំបិទឡាយណាខ្ញុំថាពេលខ្ញុំឡាយអ្នកទាំងអស់គ្នាទឹកមិនត្រង់លីកន្លះទេអញ្ចឹងគឺចំណេញណាបើខ្ញុំអត់ឡាយគឺទឹកខ្ញុំផឹកមួយថ្ងៃម្ដង1លីត្រហងផឹកអត់ចូលហ្មងតែពេលឡាយទឹកផឹកម្ដងអស់1លីត្រកន្លះអញ្ចឹងបើសិនមួយថ្ងៃខ្ញុំឡាយ2ដងខ្ញុំផឹកទឹកអស់3លីត្រអញ្ចឹងគឺចំណេញអីគេដឹងអត់ចំណេញសុខភាពគេថាញ៉ាំទឹកច្រើនសុខភាពល្អតែនំមួយថ្ងៃមិនក្រោម10ដងទេចឹងអ្នកណាបងណាដែលស្រឡាញ់សុខភាពណាចេះរកស៊ីលក់អនឡាញទៅបានញ៉ាំទឹកច្រើនអូនិយាយក៏អស់សម្រាប់និយាយទៅបើយើងគិតចំណុចវិជ្ជមានច្រើនណារឿងល្អចូលមកច្រើនណាហើយយើងអត់សូវពិបាកចិត្តទេអ្នកទាំងអស់គ្នាតែយើងគិតរឿងវិជ្ជមានច្រើនណាមានអារម្មណ៍ថាជុំវិញយើងរឿងល្អចូលមកច្រើនណាមួយទៀតបើខ្ញុំឡាយពេលព្រឹកខ្ញុំចំណេញបាយមួយពេលអញ្ចឹងខ្ញុំចំណេញលុយបាន 4000 ពួកអីញ៉ាំត្រឡប់ញ៉ាំម៉ោង 9អញ្ចឹងបើសិនជាឡាយម៉ោង 4ខ្ញុំអត់ញ៉ាំទេព្រោះខ្ញុំជាប់ឡាយអញ្ចឹងខ្ញុំចំណេញលុយបាន 4000 អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំញ៉ាំបាយតែថ្ងៃម៉ោង 2:10 ឬម៉ោង មិន10ឯងឃើញចំណេញអត់ចឹងថារៀនលក់អនឡាញទៅចេះអើយហើយគីឡូអត់ឡើងទៀត
ធ្វើតាមខ្ញុំទៅខ្ញុំបរៀនមួយសេតខ្ញុំនិយាយមែនខ្ញុំបរៀនតាំងពីការលក់ខ្ញុំបរៀនតាំងពីធ្វើខ្លួនឯងបកាយជាងមុនឆ្លាតជាងមុនរឹងមាំជាងមុនហើយសំខាន់សុខភាពល្អជាងមុនទៀតជឿខ្ញុំអត់ខុសទេ25រៀលចំណេញច្រើនណាតែ100000ទេអ្នកនរគ្នាចំណេញច្រើនណាហើយបញ្ជាក់ណាខ្ញុំនិយាយលេងសើចណាអ្នកនរគ្នាបញ្ជាក់ចឹងសម្រាប់បុរាណស្ក្រាប់ហើយនឹងតែឆៅប៉ាខ្ញុំបើកលើតំណាងចែកចាយណាហើយផលិតផលបញ្ជាក់និយាយដដែលហើយមិនមែននិយាយដដែលនិយាយឲ្យរួចតែពីមាត់ទេគឺខ្ញុំបញ្ជាក់ហើយខ្ញុំបញ្ជាក់ទៀតគឺចូលមក25 100000អ្នកទាំងអស់គ្នាបានផលិតផលប៉ុន្តែអ្នកទាំងអស់គ្នាបានផលិតផលខ្ញុំបានលុយអានេះនិយាយអញ្ចឹងប៉ុន្តែសម្រាប់ខ្ញុំមិនមែនខ្ញុំយកតែលុយអ្នកទាំងអស់គ្នាទេខ្ញុំមានបរិញ្ញាណែនាំប្រាប់របៀបក្នុងការធ្វើទីផ្សារទៅហើយ3ខែហ្នឹងអ្នកទាំងអស់គ្នាអភិវឌ្ឍសមត្ថភាពក្នុងការលក់ទៅបើសិនជាអ្នកទាំងអស់គ្នាធ្វើតាមអ្វីដែលខ្ញុំប្រាប់3ខែអ្នកទាំងអស់គ្នាអត់បានលទ្ធផលលក់អត់ដាច់ខ្ញុំកាត់ចូលស្តុកវិញនិយាយទៅខ្ញុំមិនឲ្យខាតសូម្បី100ខ្មែរហើយជា4នេះខ្ញុំនិយាយមែនណាអ្នកទាំងអស់គ្នាយកទៅគិតបានគឺវាងាយវាអត់ពិបាកទេធ្វើឲ្យតែយើងគិតថាយើងចង់បានលុយពីការលក់អនឡាញហ្នឹងហើយតែកុំបដោតលើតែលុយមួយមុខពេកអ្នកទាំងអស់គ្នាបើលក់សូមឲ្យយកកំណត់មួយគិតថាយេអញលក់ផងអញរៀនផងណាអភិវឌ្ឍខ្លួនឯងក្នុងការធ្វើព្រោះថាការលក់ដូចខ្ញុំនិយាយអញ្ចឹងវាធ្វើឲ្យយើងចេះនិយាយច្រើនមនុស្សដែលខ្លាចមនុស្សច្រើនតែខ្លាចមនុស្សមែនទេភាគច្រើនណាមនុស្សច្រើនតែខ្លាចមនុស្សអត់សូវហ៊ាននិយាយជាមួយអ្នកដទៃឬក៏ឃើញអ្នកដែលថាមើលទៅរបៀបថាបកកែជាងខ្លួនអីចឹងទៅអត់ហ៊ាននិយាយចូលគេទេចឹងអ្នកទាំងអស់គ្នារៀនក្នុងការលក់អ្នកទាំងអស់គ្នាចេះនិយាយច្រើនហើយស្គាល់ពីចរិតលក្ខណៈមនុស្សច្រើនថាមនុស្សនេះបែបម៉េចភាសាក្នុងការនិយាយមិនគឺយើងដឹងច្រើនហើយចំណុចទី2អញនិយាយបានថាយើងរឹងមាំជាងមុនហើយមួយទៀតធ្វើខ្លួនស្អាតអ្នកទាំងអស់គ្នាព្រោះថាតែពេលយើងលក់គឺយើងចេះយើងត្រូវតែឡាយយើងត្រូវតែថតរូបស្អាតអីចឹងណាវាមិនដែលណាយើងទៅថតរូបអាក្រក់ឲ្យយើងយកមកផុសផលិតផលទេអញ្ចឹងអាហ្នឹងវាធ្វើផ្លាស់ប្ដូរទម្លាប់យើងដែលថាអត់ចេះធ្វើខ្លួនហើយធ្វើយើងស្អាតហើយមិនមែនមានន័យថាការធ្វើខ្លួនហ្នឹងវាមិនល្អដល់ថ្នាក់ហ្មងយើងមើលទៅលក្ខណៈថាសមរម្យសម្រាប់ខ្លួនឯងដែលគឺថាមើលទៅគួរឲ្យស្រឡាញ់គួរឲ្យចូលចិត្តសម្រាប់ខ្លួនឯងអញ្ចឹងណាអាហ្នឹងក៏ចំណុចល្អដែរអ្នកទាំងអស់គ្នាណាហើយយើងបានប្រាក់ចំណូលប្រចាំខែពីការលក់ណាយើងបានបទពិសោធន៍ច្រើនណាក្នុងការធ្វើវាឲ្យតែយើងចាប់ទុកថាការលក់ជាមុខរបរមួយសម្រាប់ខ្លួនយើងអាហ្នឹងយើងអត់ខុសទេណាឥឡូវទូរស័ព្ទខ្ញុំអស់ភ្លើងហើយនេះខ្ញុំបើកលើតំណាង$25ណាហើយសម្រាប់អ្នកដែលចង់បានស្បែកសភ្លឺស្បែកសាច់ចាំស្បែកដែលថាមានសុខភាពល្អភ្លឺចេញពីខាងក្នុងមានសំណើមអត់ងាយប្រតិកម្មទៅលើលេឬផលិតផលឬក៏អញនិយាយបានថាប្រតិកម្មជាមួយកម្ដៅថ្ងៃអ្នកទាំងអស់គ្នាប្រើបុរាណស្ក្រាប់បានណាសម្រាប់បុរាណស្ក្រាប់គឺល្អគឺខ្ញុំបញ្ជាក់ចឹងផ្សំចេញតែពីក្បាលបល័យក្បាលល្មៀតទឹកឃ្មុំព្រៃណាហើយប្រេងរុក្ខជាតិ18មុខណាអ្នកទាំងអស់គ្នាហើយសម្រាប់តែឆៅហ្វាគឺផ្សំចេញពីផ្លែការស្លឹករុក្ខជាតិអញ្ចឹងអ្នកទាំងអស់គ្នាចង់បានការសម្រក់គីឡូបែបធម្មជាតិស្រកបែបសុខភាពល្អគេលក់ស្រួលណាអ្នកទាំងអស់គ្នាញ៉ាំបានជាមួយតែឆៅហ្វាណាមកឈុតមកកញ្ចប់ក៏$10ទេអូខ្ញុំអស់កម្លាំងនិយាយសោយហើយខ្សោយហើយអស់ធម្មពលហើយ
bật like nha nè bóng bóng